ថ្ងៃនេះខ្ញុំបកករណាសូមប្រគេនទូលថ្វាយនិងចម្រើនពរចំពោះបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពរាប់អានពីចម្ងាយនៅរឿងដែលទើបតែកើតឡើងថ្មីនៅក្នុងស្រុកយើងនេះរឿងជាច្រើនដែលអាត្មាភាពបិទភ្នែកបិទត្រចៀកមិនដែលជំទាស់ឬក៏មិនដែលទៅទៀមទាអ្វីបើកាលណារឿងវាមិនលឹះហួសហេតុពេកតាំងពីដើមមកខ្ញុំបកករណាអាត្មាមិនដែលលូកមាត់លូកករឿងការដឹកនាំរបស់ថ្នាក់ដឹកនាំទាំងពីរផ្នែកទាំងអាណាចក្រនិងពុទ្ធចក្ររឿងខ្លះទោះបីជាឃើញហើយឮហើយដឹងហើយក៏ខ្ញុំបកករណាអាត្មាភាពបិទភ្នែកបិទត្រចៀកមិនធ្វើដឹងធ្វើឮពេលខ្លះរឿងខ្លះតែរឿងនេះគឺជារឿងសំខាន់ណាស់បកករណាគុណចាស់ញាតិញោមយើងមើលមកជ្រុងតូចយើងឃើញថាជារឿងដែលមានប្រយោជន៍តែយើងគិតឲ្យវែងឆ្ងាយគឺជារឿងដែលប៉ះពាល់តម្លៃរបស់បុព្វបុរសជាតិធ្ងន់ណាស់ទើបអាត្មាដាច់ចិត្តថ្ងៃនេះចម្រើនពរពីចម្ងាយទៅសម្ដេចបវរធិបតីក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោសូមសម្ដេចទាំងទ្វេនិងមន្ត្រីក្រមអាវ៉ាតកុំស្ដាប់យោបល់ព្រះអង្គប្រមាណអង្គដែលចង់ឲ្យបង្កើតក្រុមជំនុំបត្រៃបីដកថ្មីបន្តិចទៀតខ្ញុំបកករណាអាត្មានឹងលើកអំពីផលប៉ះពាល់ដែលយើងមិនគួរសោះមិនគួរសោះតែខ្ញុំបកករណាអាត្មាភាពសូមចម្រើនពរពីចម្ងាយចំពោះសម្ដេចទាំងទ្វេកុំអាលស្ដាប់ប្រសង់ប្រមាណអង្គដែលចង់ឲ្យយោបល់ទៅសម្ដេចបង្កើតរឿងនេះខ្ញុំបកករណាអាត្មាជឿយ៉ាងច្បាស់ថាគំនិតនេះគឺជាគំនិតរបស់ប្រសង់មិនមែនជាគំនិតរបស់សម្ដេចទេព្រោះសម្ដេចរវល់កិច្ចការរឿងជាតិច្រើនណាស់ដែលត្រូវគិតទាំងសេដ្ឋកិច្ចទាំងនយោបាយទាំងសន្តិភាពសម្ដេចមិនមានពេលទៅគិតរឿងហ្នឹងទេហើយខ្ញុំបកករណាអាត្មាក៏ស៊ើបទៅដឹងថាអង្គណាជាអ្នកផ្ដល់គំនិតនៃការបង្កើតរឿងនេះឡើងស៊ើបសួរគេគ្រប់គ្នាទៅដឹងថាព្រះអង្គណាជាអ្នកឲ្យយោបល់នេះគំនិតនេះទៅសម្ដេចប៉ុន្តែសម្ដេចស្ដាប់អាត្មាបន្តិចថារឿងនេះមិនមែនជារឿងលេងសើចទេជារឿងជាប់នៅក្នុងប្រវត្តិសាស្ត្ររបស់ជាតិហើយជារឿងដែលយើងបន្ទាបតម្លៃរបស់អ្នកប្រាជ្ញដែលជាមហាវីរបុរសជាតិដែលលោកខំប្រឹងលះបង់សាច់ស្រស់ឈាមស្រស់ពេញមួយជីវិតបង្កើតបត្រៃបីដកបង្កើតពាក្យក្រុមជំនុំបត្រៃបីដកដែលមិនមែនជាមនុស្សធម្មតាសម័យនេះទៅយកពាក្យនឹងមកប្រើបានទេសម្ដេចក្រុមជំនុំបត្រៃបីដកចំនួនអ្នកប្រាជ្ញនៃមហាវីរបុរសជាតិរបស់យើងគ្រប់ព្រះអង្គលោកលះបង់សាច់ស្រស់ឈាមស្រស់កុំនិយាយដល់ការលះបង់ទាំងផ្លូវកាយផ្លូវចិត្តលោកបួសពេញមួយជីវិតរបស់ព្រះអង្គប្រកែកខាងលើស្ទើរតែគ្មានសក់នៅមត្តស័យគិតដើម្បីសល់អក្សរសល់ភាសាសល់សិភៅសល់កម្ពីឲ្យយើងគ្រប់គ្នាបានសិក្សាកូនចៅខ្មែរចេះភាសាប្រើរាល់ថ្ងៃនេះគឺដោយសារមហាវីរបុរសជាតិរបស់យើងគ្រប់ព្រះអង្គនឹងឯងអញ្ចឹងសម្ដេចស្ដាប់យោបល់លោកប្រមាណអង្គដែលចង់បង្កើតរឿងនេះឡើងខ្ញុំបកករណាអាត្មាយល់ថាព្រះអង្គគ្រប់ព្រះអង្គដែលចង់បង្កើតរឿងនេះព្រោះចង់តោងឈ្មោះក្រុមជំនុំបត្រៃបីដកយកមកដាក់ឈ្មោះខ្លួនឯងក្នុងសម័យហ្នឹងបង្កើតឡើងដើម្បីជាប់ឈ្មោះខ្លួនឯងជាប្រវត្តិសាស្ត្រថាខ្លួនឯងអ្នកប្រាជ្ញចំនួនថ្មីនៃក្រុមជំនុំបត្រៃបីដកចំនួនថ្មីប៉ុន្តែវាមិនមែនជារឿងល្អទេព្រះអង្គត្រូវមើលពណ៌សម្បោររបស់ខ្លួនព្រះអង្គតើព្រះអង្គក្នុងខ្លួនព្រះអង្គមានស្អីខ្លះព្រះអង្គខ្លះសោតតែពឹស្ដា7មេសង្ខេបនៃព្រះអភិធម្មទាំង7មេហ្នឹងសោតឲ្យយល់អត្ថន័យក្នុងពឹស្ដា7មេហ្នឹងឲ្យយល់អត្ថន័យយកមកបញ្យល់ប្រសក់បានមិនយល់ផងអង្គខ្លះខ្ញុំកណាមិននិយាយទាំងអស់ទេអង្គខ្លះទាំងស្ដេចទាំងប្រសង់ធម្មតាកុំថាឡើយឲ្យយល់អត្ថន័យនៃពឹស្ដា7មេដែលសង្ខេបព្រះអភិធម្មហ្នឹងសូម្បីតែសូត្រមួយអង្គឯងជាភាសាបាលីទន្ទិញតាមធម៌ដែលអ្នកប្រាជ្ញរៀបរៀងហើយមកសូត្រតាមហ្នឹងក៏ស្ទើរតែសូត្រមួយអង្គឯងបញ្ចប់ផងភ្លេចមុខភ្លេចក្រោយសូត្រ5 6អង្គបទាញបទងគ្នាទៅមុខទៅក្រោយសូត្រមិនទាំងបានផងកុំថាឲ្យយល់អត្ថន័យនៅក្នុងហ្នឹងសូត្រធម៌តែ5 6អង្គស្ដេច5 6អង្គទាញគ្នាទៅមុខទៅក្រោយព្រះអង្គក្នុងខ្លួនព្រះអង្គយកស្អីទៅកែបងប្អូនខ្លះអត់យល់ពាក្យថាផ្ទៀងផ្ទាត់មានន័យថាម៉េចឧទាហរណ៍ថាអាត្មាសរសេរសភៅចប់មួយក្បាលអាត្មាសរសេរសភៅចប់មួយក្បាលអាត្មាយកសភៅហ្នឹងទៅឲ្យអ្នកដែលគេចេះដឹងជាងអាត្មាឬក៏ប្រហែលអាត្មាឬក៏ក្រោមអាត្មាក្តីព្រោះកាលណាមើលច្រើនគ្នាទៅវាល្អអញ្ចឹងខ្ញុំកណាសរសេរខ្ញុំមិនអត់តន់បោះពុំចេញទេអាហ្នឹងមិនតន់បោះពុំចេញទើបតែសរសេរដំបូងខ្ញុំកណាត្រូវយកសភៅហ្នឹងទៅជូនអ្នកផ្សេងទៀតជួយផ្ទៀងផ្ទាត់ពិនិត្យមើលអក្ខរាវិរុទ្ធមើលឃ្លាប្រយោគតើវាមានចំណុចណាខ្វះខាតជួយ
កែតម្រូវពាក្យតាផ្ទៀងទាត់នឹងជួយមើលចំណុចខ្វះខាតឡើងវិញហើយបត្រៃបីដកនេះណាមិនមែនក្រុមជំនុំបត្រៃបីដកមិនបានផ្ទៀងទាត់ទេផ្ទៀងទាត់រាប់ឆ្នាំបើនិយាយវិញ40ឆ្នាំជាងនៃក្រុមជំនុំបត្រៃបីដកដែលខំធ្វើការងារនឹងតម្រាំតែសម្រេចបោះពុំឡើងនេះពេញមួយជីវិតរបស់ព្រះអង្គកែតម្រូវអស់ហើយព្រះអង្គផ្ទៀងផ្ទាត់អស់ហើយសពតែជាអ្នកប្រាជ្ញដែលមិនអាចកាត់ថ្លៃបានដែលយើងគួរតែលើកយកមកដាក់លើក្បាលយើងក៏ព្រះអង្គនេះមិនគួរយកឈ្មោះក្រុមជំនុំបត្រៃបីដកយកមកដាក់ឈ្មោះចំនួនព្រះអង្គដើម្បីបានជាប់ឈ្មោះទេព្រះអង្គកណាមិនគួរទេកណាមិនគួរទេបើយើងទៅផ្ទៀងផ្ទាត់ឡើងវិញមើលអក្ខរាវិរុទ្ធធម្មតាទេអក្ខរាវិរុទ្ធដូចសភៅអាត្មាអញ្ចឹងអាត្មាតសេព្រៀងនៅក្នុងសភៅមុនពេលវាយចូលកុំព្យូទ័រតសេទៅវាត្រូវដល់ខ្ញុំកណាវាយកុំព្យូទ័រទៅវាលោតហ្វុនខ្លះទៅវាផ្លេចសាអេផ្លេចសាអូជារឿងធម្មតាសំខាន់យើងយល់អត្តន័យរបស់លោកនៅក្នុងហ្នឹងលោកចង់បញ្យល់យើងរឿងអីមិនមែនលោកល្ងងត្រឹមខ្វះសាអេខ្វះសាអាហ្នឹងទេឥឡូវខ្ញុំកណាមិនតន់និយាយអីវែងឆ្ងាយខ្ញុំកណាគ្រាន់តែចម្រើនពរទៅសម្ដេចបន្តិចសិនតិចទៀតខ្ញុំកណានឹងបញ្ជាក់អំពីផលប៉ះពាល់ធ្ងន់ដែលយើងមិនគួរគប្បីយកឈ្មោះក្រុមជំនុំបត្រៃបីដកយកមកបង្កើតក្នុងសម័យនេះនិងមិនគួរប្រើពាក្យផ្ទៀងផ្ទាត់លើបត្រៃបីដកខ្មែរដែលមានមកទេមុនពេលខ្ញុំបកណានិយាយដល់រឿងហ្នឹងខ្ញុំបកណាសូមចម្រើនពរទៅសម្ដេចបវរធិបតីក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោសូមសម្ដេចទាំងទ្វេពិចារណានៅពាក្យរបស់អាត្មាចម្រើនពរពីចម្ងាយនេះទៅវិញសូមសម្ដេចកុំស្ដាប់លោកប្រមាណអង្គដែលចង់បង្កើតរឿងហ្នឹងដោយអារម្មណ៍របស់លោកឲ្យយោបល់ទៅសម្ដេចថាបង្កើតទៅល្អយ៉ាងនេះល្អយ៉ាងនោះហើយសម្ដេចទៅស្ដាប់លោកប្រមាណអង្គហ្នឹងអនុញ្ញាតឲ្យរឿងនេះវាកើតឡើងវានឹងជាប់ទៅជាប្រវត្តិសាស្ត្រហើយចំនួនក្រោយទៅទៀតអស់ពីចំនួនសម្ដេចលោកក្រោយអ្នកឡើងមកក្រោយនឹកឃើញអារម្មណ៍ចង់កែបន្តគ្នាទៀតចេះតែកែទៅពីឈ្មោះក្រុមជំនុំបត្រៃបីដកចំនួនទី1ចំនួនទី2ចំនួនទី3ចេះតែដាក់ចេះតែកែនឹកឃើញចង់យកឈ្មោះខ្លួនឯងទៅជាប់នៅក្នុងក្រុមជំនុំបត្រៃបីដកអ្នកក្រោយមកចេះតែកែចឹងអ្នកដែលបពៈបរោះខាងដើមមកគឺលែងមានតម្លៃសុទ្ធតែម្ដងចឹងអាត្មាសុំចិត្តសម្ដេចទាំងទ្វេអាត្មាតាំងពីដើមមកអាត្មាមិនដែលប្រឆាំងចំពោះការដឹកនាំរបស់សម្ដេចទាំងសម្ដេចអគ្គមហាសេនាបតីរហូតមកចំនួនសម្ដេចបវរធិបតីអាត្មាមិនដែលប្រឆាំងចំពោះការដឹកនាំរបស់សម្ដេចទេអាត្មាគ្រាន់តែឃើញសកម្មភាពអីមួយនៅក្នុងសង្គមវាអវិជ្ជមានវាមានផលប៉ះពាល់ខ្ញុំបកណាអាត្មាលើកឡើងនៅក្នុងការអប់រំប្រជាពលរដ្ឋប៉ុណ្ណោះតែបើឲ្យខ្ញុំបកណាចេញទៅប្រឆាំងជាសាធារណៈចំពោះសម្ដេចចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំទាំងប្រសង់ទាំងប្រសក់ខ្ញុំបកណាអាត្មាមិនដែលចេញមុខទៅប្រឆាំងទេដូចថ្ងៃនេះទេហើយថ្ងៃនេះក៏ខ្ញុំកណាមិនប្រឆាំងដែរខ្ញុំកណាអាត្មាគ្រាន់តែសុំលើកជាយោបល់ពីចម្ងាយព្រោះខ្ញុំកណាមិនបាននៅស្រុកខ្មែរនៅពេលដែលខ្ញុំបកណានៅមានជីវិតខ្ញុំកណាសុំលើករឿងនេះយកមកប្រឆាំងដាច់ខាតចំពោះព្រះអង្គគ្រប់ព្រះអង្គដែលចង់បង្កើតដាក់ឈ្មោះថាក្រុមជំនុំបត្រៃបីដកឡើងវិញនេះព្រះអង្គចង់យកឈ្មោះខ្លួនព្រះអង្គគ្រប់ព្រះអង្គឲ្យជាប់ជាឈ្មោះក្នុងប្រវត្តិសាស្ត្រថាព្រះអង្គចំនួនថ្មីជាអ្នកប្រាជ្ញក្រុមជំនុំបត្រៃបីដកចំនួនថ្មីព្រះអង្គមុនពេលព្រះអង្គចង់បានឈ្មោះរបស់ព្រះអង្គចូលនៅក្នុងរឿងហ្នឹងណាខ្ញុំកណានិយាយនេះទាំងអ្នកខ្លួនឯងមានធរក៏ក្នុងកណាញ័រទ្រូងនេះមិនមែនញ័រទ្រូងខឹងនេះខ្ញុំកណាញ័រទ្រូងនេះនឹកសំណោះសង្វេគបំពីស្នាប្រហោះរបស់អ្នកប្រាជ្ញខ្មែរយើងញ័រទាំងដៃញ័រទាំងទ្រូងពិចារណាថាមិនគួររឿងជាច្រើនដែលព្រះអង្គគ្រប់ព្រះអង្គត្រូវគិតជួយជាតិជួយសាសនាមានរឿងច្រើនណាស់ព្រះអង្គហេតុអីក៏ព្រះអង្គគ្រប់ព្រះអង្គមិនគិតព្រះអង្គទៅគិតនៅរឿងដែលមិនគួរគិតសោះរឿងជួយក្មេងអប់រំក្មេងតាមស្រុកតាមភូមិតំបន់ដាច់ស្រយាលរឿងអប់រំក្មេងឲ្យយល់អំពីតម្លៃនៃការអប់រំប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលដែលមិនយល់អំពីអនាម័យមិនយល់អំពីការរស់នៅឧទាហរណ៍ថាអញ្ចឹងចុះរឿងច្រើនណាស់ដែលព្រះអង្គត្រូវគិតអំពីជាតិមួយនេះហើយព្រះអង្គគ្រប់ព្រះអង្គអត់រនឹកឃើញរឿងទាំងអស់ហ្នឹងព្រះអង្គទៅនឹករឿងអ្វីដែលព្រះអង្គមិនគួរគិតសោះកណាដើម្បីចង់បានឈ្មោះព្រះអង្គចូលទៅជាក្រុមជំនុំបត្រៃបីដកចំនួនថ្មីហើយព្រះអង្គយកខ្លួនព្រះអង្គឧទាហរណ៍ថាព្រះអង្គចុះឈ្មោះហើយព្រះអង្គយកស្អីទៅកែព្រះអង្គមើលសម្បុររបស់ព្រះអង្គជាពិសេសធម្មមិត្តខ្ញុំកណាមិនបញ្ចេញឈ្មោះទេប៉ុន្តែព្រះអង្គខ្ញុំបកករណានិយាយអំពីសម្បោររបស់ព្រះអង្គមិនសំដៅដល់ពណ៌របស់ព្រះអង្គខ្មៅស្បែករបស់ព្រះអង្គខ្មៅទេតែព្រះអង្គមើលខ្លួនព្រះអង្គក្នុងខ្លួនព្រះអង្គមានស្អីដែលព្រះអង្គយកខ្លួនព្រះអង្គចង់ទៅផ្ទៀងផ្ទាត់បត្រៃបីដកព្រះអង្គមានអីបើយើងចង់បង្កើតចង់คลายខ្លួនព្រះអង្គទៅជាអ្នកប្រាជ្ញទៅជាឈ្មោះអ្នកប្រាជ្ញក្រុមចំនួនថ្មីព្រះអង្គនាំគ្នាគិតបង្កើតអ្វីដែលថ្មីកណា
ព្រះអង្គនាំគ្នាគិតបង្កើតអ្វីដែលថ្មីហើយវាមានសារៈប្រយោជន៍សម្រាប់ប្រជាជាតិអ្វីដែលថ្មីដែលមិនមែនជារបស់អ្នកប្រាជ្ញដែលលោកបន្សល់ទុកមកព្រះអង្គនាំគ្នាគិតបង្កើតអ្វីដែលថ្មីបងបង្កើតខ្ញុំកណាគ្រប់គ្រងហើយបើខ្វះលុយបោះខ្វះលុយធ្វើកម្មវិធីនឹងខ្ញុំកណាសន្សំលុយផ្ញើឲ្យព្រះអង្គទៀតឧទាហរណ៍ថាអញ្ចឹងចុះព្រះអង្គចង់ខ្លាយខ្លួនទៅជាក្រុមអ្នកប្រាជ្ញព្រះអង្គនាំគ្នាគិតបង្កើតអ្វីដែលថ្មីហើយមានប្រយោជន៍សម្រាប់មនុស្សជាតិកុំយកស្នាប្រហោះរបស់អ្នកប្រាជ្ញដែលមានតម្លៃកាត់ថ្លៃមិនបានដោយខ្ញុំកណាមិញនិយាយមិញថាព្រះអង្គគួរលើកទូលមកដាក់លើក្បាលព្រះអង្គព្រះអង្គអត់គួរលើកពីលើក្បាលព្រះអង្គយកមកដាក់មុខព្រះអង្គហើយព្រះអង្គទៅកែថាត្រង់ចំណុចនេះវាខ្វះចេះត្រង់ឃ្លានេះវាខ្វះចេះទេកណាព្រះអង្គចង់ខ្លាយខ្លួនព្រះអង្គទៅជាក្រុមអ្នកប្រាជ្ញចំនួនថ្មីព្រះអង្គនាំគ្នាគិតអ្វីដែលមានប្រយោជន៍ហើយថ្មីដែលមិនទាន់មានអ្នកណារកឃើញសម្រាប់មនុស្សជាតិអាចយកមកញ៉ាំងជាប្រយោជន៍កើតបានព្រះអង្គនាំគ្នាគិតអ្វីដែលថ្មីអ្វីដែលមានប្រយោជន៍សម្រាប់មនុស្សជាតិព្រះអង្គគិតព្រះអង្គនាំគ្នាសង្កត់ហើយសរសេរចងក្រងរៀបរៀងមកបោះពុំផ្សាយហើយគេយកទៅអនុវត្តឲ្យកើតជាប្រយោជន៍ដូចអ្នកប្រាជ្ញជំនាន់ដើមរបស់យើងដែលទុកអក្សរទុកភាសាទុកអរិយធម៌វប្បធម៌ប្រពៃណីទំនៀមទម្លាប់គ្រប់បែបយ៉ាងទាំងអស់យកមកឲ្យយើងដែលលោកខំប្រឹងគិតពេញមួយជីវិតរបស់ព្រះអង្គឥឡូវព្រះអង្គចង់ខ្លាយខ្លួនទៅជាអ្នកប្រាជ្ញចង់ជាប់ឈ្មោះទៅជាអ្នកប្រាជ្ញជំនាន់ថ្មីព្រះអង្គនាំគ្នាដេកគិតរកអីដែលវាមានប្រយោជន៍ហើយថ្មីសម្រាប់មនុស្សជាតិអានឹងបានហៅថាអ្នកប្រាជ្ញហើយបើព្រះអង្គនាំគ្នារៀនតាមអ្នកប្រាជ្ញហើយចេះដឹងតិចតួចមកព្រះអង្គគិតថាព្រះអង្គអ្នកប្រាជ្ញលុបអ្នកប្រាជ្ញចាស់ចោលលើកខ្លួនព្រះអង្គគ្រប់ព្រះអង្គជំនាន់ថ្មីដែលរៀនតាមអ្នកប្រាជ្ញសោះដែលមិនមានរកអ្វីឃើញជាប្រយោជន៍សម្រាប់មនុស្សសោះថ្មនិយាយចឹងឧទាហរណ៍ទាំងប្រសង់ទាំងប្រសក់មួយចំនួនយកតែវចនានុក្រមរបស់សម្ដេចយកមកអាននៅអត្តន័យនិងពាក្យដែលសម្ដេចសរសេរឲ្យនៅក្នុងវចនានុក្រមហ្នឹងហើយយកមកផុសទៅយើងគ្រប់គ្នានេះវាអត់ដឹងថាតម្លៃដើមដែលលោកយកមកផ្សាយហ្នឹងចេញពីណាចេញពីវចនានុក្រមរបស់សម្ដេចលោកគ្រាន់តែអានតាមពាក្យរបស់សម្ដេចហើយយកមកអធិប្បាយនិយាយខ្លួនឯងបន្ថែមឲ្យញោមយល់អំពីអត្តន័យមួយហ្នឹងញោមទៅគិតថាលោកអ្នកប្រាជ្ញដោយភ្លេចថាអ្នកប្រាជ្ញដើមដែលលោកយកពាក្យមកអានហ្នឹងអ្នកប្រាជ្ញហ្នឹងចេញពីណាខាងដើមជាអ្នកណាហើយព្រះអង្គខ្លួនព្រះអង្គភ្លេចខ្លួនព្រះអង្គថាព្រះអង្គរៀនពីណាកណាគ្រាន់តែយកវចនានុក្រមមកអានសោះញោមគ្រាន់តែយកវចនានុក្រមមកអានសោះទាំងប្រសង់ទាំងប្រសក់ហ្នឹងតាមពាក្យរបស់សម្ដេចតាមពាក្យរបស់អ្នកប្រាជ្ញសោះព្រះអង្គតាំងខ្លួនព្រះអង្គទៅជាអ្នកប្រាជ្ញអស់ហើយកណាព្រះអង្គតាំងខ្លួនព្រះអង្គទៅជាអ្នកប្រាជ្ញអស់ហើយព្រះអង្គអត់មើលស្បែកព្រះអង្គខ្ញុំកណានិយាយខាងដើមមិញពាក្យឲ្យធ្ងន់តិចចុះពាក្យថាមើលស្បែកមិនមែនមើលពណ៌ព្រះអង្គខ្មៅស្បែកព្រះអង្គខ្មៅទេព្រះអង្គអត់មើលក្នុងខ្លួនព្រះអង្គថាព្រះអង្គមានស្អីដូចខ្ញុំកណានិយាយមិញថាសម្ដេចអង្គខ្លះព្រះអង្គខ្លះសោតពឹសស្រា7មេខ្ញុំកណាធ្លាប់ទៅសោតជាមួយទាញទៅមុខទៅក្រោយ5 6អង្គសោតធរអត់ត្រូវគ្នាផងហើយព្រះអង្គយកស្អីទៅកែយកស្អីទៅផ្ទៀងផ្ទាត់បត្រៃបីដកព្រះអង្គយកស្អីទៅផ្ទៀងផ្ទាត់បើព្រះអង្គបង្កើតពាក្យថ្មីថាចង់បង្កើតព្រះអង្គត្រូវបង្កើតពាក្យថ្មីឲ្យយោបល់ទៅសម្ដេចបវរធិបតីទៅថាឥឡូវកែតម្រូវពាក្យនឹងឡើងវិញខ្ញុំអាត្មាគ្រប់ព្រះអង្គសូមបង្កើតក្រុមជំនុំព្រះសង្ឃចំនួនថ្មីដើម្បីប្រែរៀបរៀងនៅអត្ថកថាឬគាថាឬយោជនាត្រង់ចំណុចណាមួយដែលវានៅមានភាពខ្វះចន្លោះដែលមិនទាន់បានប្រែហើយនេះដែលអ្នកប្រាជ្ញចំនួនក្រោយរៀបរៀងមកដោយប្រអត្ថកថាអីក៏ចំនួនក្រោយមកទៀតដែលយើងរៀបរៀងចំនួនក្រោយមកទៀតហ្នឹងវាមានខ្វះចន្លោះកុំទៅប៉ះពាល់ស្នាប្រហោះរបស់អ្នកប្រាជ្ញដែលជាបុព្វបុរសជាតិអ្វីដែលអាត្មាចង់លើកឡើងទី1កុំយកឈ្មោះក្រុមជំនុំបត្រៃបីដកដែលជាឈ្មោះរបស់ក្រុមអ្នកប្រាជ្ញដែលជាមហាវីរៈបរិសជាតិនៃយើងគ្រប់ព្រះអង្គដែលលោកលះបង់សាច់ស្រស់ឈាមស្រស់ពេញមួយជីវិតបង្កើតក្រុមនឹងមកកុំយកឈ្មោះព្រះអង្គក៏ព្រះអង្គសម័យនេះដែលអត់មានអីក្នុងខ្លួនសោះយកទៅបង្កើតឈ្មោះនឹងយកមកប្រើទី1ស្មើនឹងបន្ទាបតម្លៃរបស់ក្រុមជំនុំបត្រៃបីដកដែលជាមហាវីរៈបរិសជាតិទី2ព្រះអង្គមិនត្រូវប្រើពាក្យឲ្យយោបល់ទៅសម្ដេចប្រើពាក្យថាផ្ទៀងផ្ទាត់បត្រៃបីដកទេព្រះអង្គអាចថាក្រុមជំនុំព្រះសង្ឃថ្មីចំនួនថ្មីដើម្បីប្រែរៀបរៀងព្រះអត្ថកថាដែលនៅសេសសល់អញ្ចឹងចុះឧទាហរណ៍ថាអញ្ចឹងចុះធ្វើម៉េចកុំឲ្យមានពាក្យថាផ្ទៀងផ្ទាត់បត្រៃបីដកធ្វើយ៉ាងណាកុំឲ្យមានពាក្យថាផ្ទៀងផ្ទាត់បត្រៃបីដកធ្វើយ៉ាងណាកុំឲ្យមានពាក្យថាជាក្រុមជំនុំបត្រៃបីដកកុំឲ្យមានពាក្យនឹងចូលក្នុងក្រុមរបស់ព្រះអង្គកណាខ្ញុំកណាសម័យអត់ចេញទេព្រះអង្គខ្ញុំកណាសម័យអត់ចេញមែនខ្ញុំកណាសម័យអត់ចេញមែនកុំថាឡើយដល់គិតឲ្យចេញជាគម្រោងនឹងតែសម័យខ្ញុំកណាអត់ហ៊ានសម័យផងព្រះអង្គខ្ញុំកណារៀនសូត្រកខចេះបានតិចតួចប៉ុណ្ណឹងខ្ញុំកណាអត់ហ៊ានសម័យខ្លួនខ្ញុំកណាណាបើឧបមាថាគេយកទៅដាក់ក្នុងក្រុមនឹងវិញខ្ញុំកណាខ្មាស់ខ្លួនខ្ញុំកណារហូតដល់ដាច់ចោលងាប់កណាព្រះអង្គមានស្អីព្រះអង្គហើយព្រះអង្គទាំងភាពស្អត់ស្អំទាំងផ្លូវចិត្តផ្លូវកាយកុំនិយាយដល់ចំណេះដឹងដែលព្រះអង្គមិនមានក្នុងខ្លួនព្រះអង្គខ្លះសឹងនៅតែកត់សោះឆាន់សឹងតើថ្វាយបង្គំព្រះមិនថ្វាយបង្គំផងតើឡើងថ្វាយបង្គំព្រះមិនចង់ឡើងថ្វាយបង្គំផងឆាន់ដោះពោះ
ប៉ាន់បាវនៅតែក្នុងកត់បានឈ្មោះជាបណ្ឌិតដែរខ្ញុំណានិយាយនេះប៉ះពាល់បន្តិចខ្ញុំកណាគ្រាន់តែចង់បញ្ជាក់បើសិនជាព្រះអង្គគ្រប់ព្រះអង្គនៅតែបដិញ្ញាបង្កើតរឿងហ្នឹងគឺខ្ញុំកណានៅតែប្រឆាំងរហូតដល់ខ្ញុំកណាសគត់វាមិនគប់បីសោះណាព្រះអង្គគ្រប់ព្រះអង្គមិនគួរបន្ទាបតម្លៃរបស់អ្នកប្រាជ្ញដ៏ម្លឹងទេព្រះអង្គខ្លះឆាន់នៅតែក្នុងកត់ដោះតែក្បាលពោះអត់ដែលកាន់បិចកាន់សភៅចូលសាលាសោះព្រះអង្គបានឈ្មោះជាបណ្ឌិតឬព្រះអង្គចង់យកឈ្មោះព្រះអង្គគ្រប់ព្រះអង្គជាបណ្ឌិតហ្នឹងបណ្ឌិតស្រុកយើងវាមានច្រើនមានបណ្ឌិតកិត្តិយសនិងបណ្ឌិតចូលសាលាពិតប្រាកដអង្គខ្លួនព្រះអង្គថាជាបណ្ឌិតដោយសារសម្ដេចជួនណាតលោកមិនមែនជាបណ្ឌិតសម្ដេចក្រុមជំនុំបត្រៃបេដកផ្សេងហួតតាអ៊ុំស៊ូហែមជាវម៉ែនសុកមឹងសេះប៉ុនសំភាជប៉ាងខាត់អុយរស់សេងនាងកំតោកៅស៊ីមឈឹមសុំយូអ៊ុនអ្នកប្រាជ្ញខ្មែរយើងលោកអត់មានឈ្មោះជាបណ្ឌិតព្រះអង្គគ្រប់ព្រះអង្គជាបណ្ឌិតមែនបានព្រះអង្គចង់កែតម្រូវអ្នកប្រាជ្ញជាមហាវីរៈបរិសុទ្ធជាតិព្រះអង្គយកមកគិតខ្លួនព្រះអង្គវិញក្នុងខ្លួនព្រះអង្គមានស្អីកណាមានស្អីគ្រប់ព្រះអង្គមានអីគ្រប់ព្រះអង្គមានអីក្នុងខ្លួនព្រះអង្គមានអីហើយអត្តចរិតចិត្តគំនិតបេះដូងរបស់ព្រះអង្គស្មើនឹងប្របាទជើងកញ្ចក់ជើងរបស់បុព្វបរិសុទ្ធជាតិដែលព្រះអង្គចង់យកឈ្មោះព្រះអង្គទៅបង្កើតជាក្រុមជំនុំបត្រៃបៃដកចំនួនថ្មីនេះព្រះអង្គចង់កែផ្ទៀងផ្ទាត់នៅបត្រៃបៃដកនេះខ្ញុំកណាគ្រាន់តែឃើញរឿងហ្នឹងខ្ញុំកណាសឹងអត់លោកព្រះអង្គខ្ញុំកណាគិតថាអូម្ចាស់ថ្លៃរឿងមានប្រយោជន៍ច្រើនណាស់សម្រាប់សង្គមជាតិយើងព្រះអង្គមិនអោយយោបល់ទៅនាយករដ្ឋមន្ត្រីព្រះអង្គឲ្យយោបល់ទៅនាយករដ្ឋមន្ត្រីនៅរឿងដែលមិនគួរគិតសោះហើយអាត្មាជឿថាសម្ដេចបវរធិបតីលោករវល់គ្មានពេលទៅគិតរឿងហ្នឹងចេញទេលោករវល់រឿងនយោបាយរវល់រឿងសន្តិភាពរវល់រឿងសេដ្ឋកិច្ចរវល់រឿងគ្រប់គ្រងប្រជាជាតិខួរក្បាលលោករវល់ណាស់ហើយព្រះអង្គគ្រប់ព្រះអង្គទៅឲ្យយោបល់លោកនៅរឿងដែលមិនគួរលើកឡើងសោះព្រះអង្គកណាដូចខ្ញុំកណានិយាយមិញបើព្រះអង្គចង់ជួយជាតិមានរឿងច្រើនណាស់រឿងចោះទៅអប់រំនៅសហគមន៍ដាច់ស្រយាលរឿងបណ្ដោះលើកកម្ពស់តម្លៃនៃការអប់រំដល់កុមាររឿងទៅអប់រំពុកតាន់ដិតពុកញៀនឆ្នាំដែលខ្ញុំកណាធ្លាប់ដើរហើយតាំងពីដើមមកព្រះអង្គធ្វើទៅសត្វតែជារឿងមានប្រយោជន៍សម្រាប់ជាតិតំបន់ដាច់ស្រយាលណាដែលមើលទៅមិនតាន់មានសាលារៀនសមរម្យព្រះអង្គនាំគ្នាទៅធ្វើសាលារៀនព្រះអង្គនាំគ្នាធ្វើអីដែលវាមានប្រយោជន៍សម្រាប់ជាតិខ្ញុំកណានិយាយថ្ងៃនេះច្បាស់ជាប៉ះពាល់បតីព្រះអង្គគ្រប់ព្រះអង្គតែខ្ញុំកណាត្រូវតែប្រឆាំងតែម្ដងចំពោះរឿងនេះមួយបើសិនជាព្រះអង្គគ្រប់ព្រះអង្គចង់មានឈ្មោះរបស់ព្រះអង្គគ្រប់ព្រះអង្គជាប់តកូនតចៅថាជាក្រុមជំនុំបត្រៃបៃដកចំនួនថ្មីគឺមិនអាចទេព្រះអង្គកុំយកពាក្យនឹងយកមកប្រើទី1ទី2បើព្រះអង្គចង់คลายខ្លួនព្រះអង្គគ្រប់ព្រះអង្គទៅជាក្រុមអ្នកប្រាជ្ញព្រះអង្គគ្រប់ព្រះអង្គនាំគ្នាសង្កត់រកអ្វីដែលជារបបកំហើញថ្មីហើយវាមានសារៈប្រយោជន៍សម្រាប់មនុស្សជាតិព្រះអង្គបោះពុំចែកផ្សាយនៅអ្វីដែលថ្មីដែលគេមិនទាន់រកឃើញទើបព្រះអង្គคลายខ្លួនទៅជាអ្នកប្រាជ្ញហើយបើព្រះអង្គគ្រប់ព្រះអង្គខ្លះដូចខ្ញុំកណានិយាយមិញមិនទាំងដែលកាន់បិចកាន់សភៅផងព្រះអង្គបានឈ្មោះជាបណ្ឌិតឬព្រះអង្គតាំងខ្លួនថាមកពីព្រះអង្គមានឈ្មោះជាបណ្ឌិតព្រះអង្គចង់កែអ្នកប្រាជ្ញដែលអត់មានឈ្មោះជាបណ្ឌិតវាហួសវិស័យដែលយើងមិនគួរគប្បីគិតរឿងនឹងសោះណាព្រះអង្គមិនគួរសោះខ្ញុំកណាគិតថាមិនគួរសោះរឿងមានប្រយោជន៍ច្រើនណាស់សង្គមសម្រាប់សង្គមជាតិយើងហេតុអីក៏ព្រះអង្គគ្រប់ព្រះអង្គមិនគិតហេតុអីក៏ព្រះអង្គគ្រប់ព្រះអង្គមិនគិតខ្ញុំកណានិយាយនេះមិនមែនដល់និយាយយកតម្លៃថ្លៃថ្នូរសម្រាប់ខ្លួនឯងទេនិយាយនេះអត់មានតម្លៃថ្លៃថ្នូរអីទេគឺញាតិញោមបានតែព្រះអង្គមួយក្រុមតូចដែលព្រះអង្គគិតថាចង់បង្កើតរឿងហ្នឹងគឺខំស្អប់ខ្ញុំកណាទៅវិញទេមនុស្សម្នាក់កុំថាឡើយដល់គេស្អប់10 20នាក់តែម្នាក់ក៏មិនគួរចង់ឲ្យគេស្អប់ដែរអញ្ចឹងវាអត់មានប្រយោជន៍សម្រាប់ខ្លួនខ្ញុំកណាទេតែរឿងនេះវាប៉ះពាល់ណាដល់តម្លៃរបស់មហាវីរៈបរិសុទ្ធជាតិនៃយើងមិនបានណាធ្វើបន់រំលឹកគុណលោករាល់ឆ្នាំធំដុំអីតែសូមកុំប្រមាថកុំបន្ទាបតម្លៃលោកកាលណាព្រះអង្គបង្កើតរឿងនេះដាក់ឈ្មោះក្រុមជំនុំបត្រៃបៃដកចំនួនព្រះអង្គទី1ស្មើនឹងបន្ទាបតម្លៃលោកគិតឲ្យដល់ទៅដឹងថាស្មើនឹងបន្ទាបតម្លៃលោកប៉ុណ្ណាទី2ព្រះអង្គចង់ទៅផ្ទៀងផ្ទាត់បត្រៃបៃដកដែលក្រុមជំនុំបត្រៃបៃដកផ្ទៀងផ្ទាត់រាប់សិបឆ្នាំ40ឆ្នាំ50ឆ្នាំយើងនិយាយថាពេញមួយជីវិតរបស់លោកតម្រាំតែបោះចេញលោកផ្ទៀងផ្ទាត់អស់ហើយព្រះអង្គចង់ទៅផ្ទៀងផ្ទាត់រឿងអីទៀតកណាព្រះអង្គអញ្ចឹងខ្ញុំកណាសូមថ្វាយបង្គំព្រះអង្គគ្រប់ព្រះអង្គសូមចម្រើនពរចំពោះសម្ដេចបវរធិបតីពីចម្ងាយសូមសម្ដេចកុំស្ដាប់ពុកអាជ័យហើយធ្លាក់ទឹកសម្ដេចនឹងជាប់ឈ្មោះជាប្រវត្តិមិនល្អតាមអ្នកដែលឲ្យយោបល់មិនត្រូវអញ្ចឹងសម្ដេចចង់លោកឲ្យយោបល់ចង់បង្កើតរឿងនេះសម្ដេចត្រូវប្រាប់ត្រូវក្រសួងធម្មការឲ្យកែតម្រូវឈ្មោះឡើងវិញកុំឲ្យដាក់ថាជាក្រុមជំនុំបត្រៃបៃដកកុំឲ្យមានពាក្យក្រុមជំនុំបត្រៃបៃដកនៅក្នុងមនុស្សសម័យចំនួននេះមនុស្សចំនួននេះនិយាយខ្លះអាត្មាមិននិយាយទាំងអស់កុំឲ្យថាប៉ះពាល់កែលោមានអ្នកខ្លះខ្លាំងស្មើនឹងសម្ដេចជួនណាតមកមិនហ៊ាននិយាយទាំងអស់ទេតែមនុស្សសម័យនេះខ្លះស្មើនឹងមនុស្សខ្វាក់ភ្នែកហើយចង់ទៅដាក់ចំនួនមនុស្សភ្លឺភ្នែកមិនកើតមានស្អីក្នុងខ្លួនហ្នឹងមានស្អីកណាព្រះអង្គសួរខ្លួនព្រះអង្គថាព្រះអង្គមានអីក្នុងខ្លួនចេះស្អីព្រះអង្គនិយាយពីអាចេះក្នុងខ្លួននឹងចេះស្អីខ្លះ
được trong cái này dây mình bạch dây hướng ấy xanh tiết dây công thì dây đo hướng ấy xanh tiết dây ta sâu thoa pư sa bằng pơ mê sâu tiên kia từ một cái còi mình khởi là sâu tam nó sâu mình cao thôi còn tha ao vô ắt từ đây không pư sa nó vô một phần riêng và sọ bán khởi là sâu tam và môi ong sâu mình trâu kia phong hay bọn ông do xây tàu cái na bọn ông do xây tàu cái bọn ông do xây tập tiên to công về anh pe clay bản năng cho nhomประกาศนาธมาសូមចម្រើនពរសូមទឹកចិត្តម្ដងហើយម្ដងទៀតសូមដំណាក់សម្ដេចបវរធិបតីឲ្យមន្ត្រីថ្នាក់ក្រោមមកវ៉ាតពិចារណាឡើងវិញនៅគំនិតយោបល់របស់ពួកអាជ័យធ្លាក់ទឹកមួយចំនួនដែលឲ្យយោបល់ទៅវាមិនត្រូវរឿងហើយចេះតែសាទរចេះតែត្រេកអរអារឿងដែលគួរគិតគួរពិចារណាអត់យកមកដាក់ក្នុងខួរក្បាលនេះយកមកគិតសិនទេដឹងតែពីសាទរដឹងតែពីត្រេកអរអារឿងណាចេញមកក៏ដឹងតែត្រេកអរទាំងអស់ខ្ញុំកណានិយាយចឹងមិនមែនខ្ញុំកណាអ្នកប្រឆាំងទេសម្ដេចតាំងពីដើមមកដូចខ្ញុំកណាបញ្ជាក់ខាងដើមចឹងខ្ញុំកណាមិនដែលតាំងខ្លួនខ្ញុំកណាជាអ្នកប្រឆាំងទេតែរឿងណាដែលវាប៉ះពាល់ដល់ផលប្រយោជន៍ជាតិនិងប្រជាជនរឿងណាដែលវាប៉ះពាល់ដល់ប្រពៃណីវប្បធម៌អក្សរភាសារឿងខ្លះខ្ញុំកណាបាត់ភ្នែកបាត់តិចរឿងសាសនានៃការដឹកនាំសាសនាព្រោះមានគ្រូខ្ញុំកណាទាំងសម្ដេចនុនង៉ែទាំងសម្ដេចពុទ្ធជ័យមុនីក៏ព្រះអង្គជាអ្នកដឹកនាំសាសនាខ្ញុំកណាបាត់ភ្នែកបាត់តិចរឿងខ្លះតែរឿងនេះមួយខ្ញុំកណាមិនអាចបាត់ភ្នែកបាត់តិចបានទេព្រះអង្គខ្ញុំកណាត្រូវតែចេញមុខដាច់ខាតរហូតដល់ជីវិតខ្ញុំកណាអស់ហើយខ្ញុំកណាប្រឆាំងយ៉ាងនេះក្រុមរបស់ព្រះអង្គប្រមាណអង្គដែលចង់បង្កើតរឿងហ្នឹងច្បាស់ជាថាខ្ញុំកណាឆ្វេងឆ្កួតតែប្រជាជននិងប្រសង់គ្រប់ព្រះអង្គបញ្ញវន្តដែលរៀនសូត្រចេះដឹងគេគិតដូចខ្ញុំកណាអញ្ចឹងគេមិនគិតថាខ្ញុំកណាឆ្កួតទេតែក្រុមព្រះអង្គប្រមាណអង្គដែលចង់បង្កើតហ្នឹងពិតជាគិតថាខ្ញុំកណាឆ្កួតឧបមាដូចជាព្រះអង្គខៀវជុំញាតិញោមណាធ្លាប់អានសភៅសកលចិន្តារបស់ព្រះអង្គខៀវជុំដឹងកម្រាស់ក្រាស់ហ្នឹងគឺកម្រាស់ក្រាស់ដែលយកមកសិក្សាអ្នករៀនបល័យរៀនអីចំនួនឆ្នាំកៅជាងដឹងសភៅព្រះអង្គខៀវជុំល្បីយ៉ាងណាគឺសភៅសកលចិន្តាចំណងជើងសភៅសកលចិន្តាល្បីយ៉ាងណារបស់ស្នាដៃរបស់ព្រះអង្គខៀវជុំប៉ុន្តែកាលពីព្រះអង្គខៀវជុំនៅបច្ចុប្បន្នអ្នកប្រាជ្ញមួយចំនួនជេរលោកថាលោកឆ្កួតលោកឆ្វេងមនុស្សមួយចំនួនដែលមិនសប្បាយចិត្តជាមួយលោកជេរថាលោកឆ្កួតលោកឆ្វេងតែលោកតែទីបំផុតនៅពេលដែលលោកសកុតទៅដឹងថាស្នាប្រហោះនឹងអ្វីដែលលោកនិយាយគឺមិនឆ្កួតទេគេយកមករៀនទល់សពថ្ងៃនេះអញ្ចឹងខ្ញុំកណាមិនប្រៀបខ្លួនខ្ញុំកណាទៅព្រះអង្គខៀវជុំនេះខ្ញុំកណាអត់បានមកកញ្ចក់ជើងរបស់ព្រះអង្គខៀវជុំទេប៉ុន្តែខ្ញុំកណាឧបមាឥឡូវនេះព្រះអង្គគ្រប់ព្រះអង្គក្រុមព្រះអង្គដែលចង់បង្កើតនឹងចាត់ទុកខ្ញុំកណាឆ្វេងដូចមនុស្សឆ្កួតដូចកង្កោគេជេរព្រះអង្គខៀវជុំអញ្ចឹងឧទាហរណ៍ថាអញ្ចឹងចុះចឹងព្រះអង្គជេរខ្ញុំកណាយ៉ាងម៉េចក៏ដោយខ្ញុំកណានៅតែប្រឆាំងដាច់អហង្ការមកយល់អំពីចិត្តរបស់សម្ដេចចង់ឲ្យសាសនារីកចម្រើនចង់ឲ្យជាតិរីកចម្រើនហើយដូចខ្ញុំកណាអាត្មាគិតបញ្ជាក់អញ្ចឹងញាតិញោមប្រជាជាតិយើងទាំងអស់គ្នាថានាយករដ្ឋមន្ត្រីអត់មានពេលទៅគិតរឿងហ្នឹងទេជាយោបល់របស់លោកមួយចំនួនតូចនៅក្នុងក្រុមហ្នឹងផ្ដើមចេញពីអង្គមួយអង្គតែខ្ញុំកណាមិនបញ្ចេញឈ្មោះទេខ្ញុំកណាមិនបញ្ចេញឈ្មោះទេព្រះអង្គដែលឲ្យយោបល់ទៅនាយករដ្ឋមន្ត្រីហ្នឹងព្រះអង្គគិតខ្លួនព្រះអង្គថាព្រះអង្គមានស្អីក្នុងខ្លួនព្រះអង្គនេះព្រះអង្គមានអីដែលព្រះអង្គឲ្យយោបល់ទៅនាយករដ្ឋមន្ត្រីចង់បង្កើតក្រុមជំនុំបត្រៃបេដកចំនួនថ្មីដែលយកឈ្មោះអ្នកប្រាជ្ញមហាវីរៈបរិជាតិយកមកប្រើខ្លួនព្រះអង្គក៏ព្រះអង្គនេះចង់ឲ្យជាប់ឈ្មោះជាអ្នកប្រាជ្ញដែរនេះភាសាទំនើបគេហៅថាតោងឈ្មោះអ្នកល្បីនិយាយសម័យទំនើបគេប្រើភាសាអញ្ចឹងព្រះអង្គចង់តោងគេយកល្បីនឹងដើម្បីអីព្រះអង្គរកឲ្យឃើញខ្លួនព្រះអង្គនៅអ្វីមួយដែលមានប្រយោជន៍សម្រាប់មនុស្សជាតិទើបព្រះអង្គខ្លាយទៅជាអ្នកប្រាជ្ញតែបើព្រះអង្គយករបស់អ្នកប្រាជ្ញយកមកដាក់ឈ្មោះព្រះអង្គទេព្រះអង្គមិនត្រឹមតែមិនបានឈ្មោះទៅជាអ្នកប្រាជ្ញទេបញ្ញវន្តក្រោយដែលគេរៀនសូត្រចេះដឹងគេនឹងគិតទៅលើព្រះអង្គយ៉ាងម៉េចព្រះអង្គគិតពិចារណាខ្លួនឯងដូចខ្ញុំកណានិយាយខាងដើមថាខ្ញុំកណាវិញខ្ញុំកណាសម័យអត់ចេញទេព្រះអង្គខ្ញុំកណាអត់ហ៊ានសម័យមិនសម័យអត់ចេញខ្ញុំកណាអត់ហ៊ានសម័យខ្លួនឯងតែម្ដងណាមនុស្សសម័យនេះហើយយើងយកខ្លួនយើងទៅចង់បង្កើតខ្លួនយើងឲ្យដូចជាមហាវីរៈបរិជាតិគ្រប់ព្រះអង្គខ្ញុំកណាសម័យអត់ចេញតែម្ដងព្រះអង្គខ្ញុំកណាអត់ហ៊ានសម័យតែម្ដងអញ្ចឹងព្រះអង្គនាំគ្នាគិតឡើងវិញកណាព្រះអង្គរឿងច្រើនណាស់សម្រាប់ជាតិយើងដែលត្រូវគិតខ្ញុំកណាមិនដែលជំទាស់នៅលើការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំទាំងរដ្ឋទាំងអាណាចក្រទាំងពុទ្ធចក្រទេតាំងពីដើមមកតែថ្ងៃនេះខ្ញុំកណាចេញមុខប្រឆាំងរឿងនេះដាច់ខាតតែម្ដងកណាខ្ញុំកណាប្រឆាំងរហូតដល់ជីវិតខ្ញុំកណាចុងក្រោយព្រះអង្គមិនគួរទេព្រះអង្គកណាមិនគួរទេសូមជនរួមជាតិទាំងអស់ហើយជាពិសេសសូមចម្រើនពរជនរៀមជាតិរឿងណាដែលវាហួសហេតុហួសវិស័យពេកដែលប៉ះពាល់ធ្ងន់ធ្ងរពេកសម្រាប់ជាតិសម្រាប់វប្បធម៌ប្រវេណីសម្រាប់បុព្វបុរសយើងញោមព្រះអង្គគ្រប់ព្រះអង្គត្រូវហ៊ានមានមនសិការកណាត្រូវហ៊ានមានមនសិការលើកឡើងព្រះអង្គនៅហេតុផលលើកអំពីហេតុនិងផលកុំទៅជេរគ្នាកណាព្រះអង្គកុំឲ្យដូចអ្នកប្រឆាំងមួយចំនួនគឺដឹងតែជេរបចោកុំយើងអត់ប្រើពាក្យជេរបចោយើងលើកហេតុផលពីផលប៉ះពាល់ពីផលអវិជ្ជមានវាមានផលប៉ះពាល់ស្អីខ្លះសម្រាប់ជាតិយើងសម្រាប់ប្រជាជនយើងលើកអំពីផលប៉ះពាល់ហើយលើកដោយល្អ
ឲ្យថ្នាក់ដឹកនាំទាំងពីរផ្នែកលោកពិចារណាឡើងវិញហើយបើលោកមិនពិចារណាទេអានឹងធ្វើម៉េចយើងគ្រប់គ្នាជារាជយើងអត់អាចធ្វើឲ្យបានក្រៅអំពីលើកតែហេតុផលដើម្បីឲ្យថ្នាក់ដឹកនាំលោកគិតតែបើលោកមិនគិតទេយើងក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដែរកណាចឹងខ្ញុំកណាសូមថ្វាយបង្គំចម្រើនពរព្រះសង្ឃគ្រប់ព្រះអង្គសម្ដេចប្រធារានុត្តរគ្រប់ព្រះអង្គសូមមានព្រះរាជសុខភាពល្អសុខចម្រើនគ្រប់ព្រះអង្គគ្រប់លាខ្ញុំកណាសូមថ្វាយបង្គំពីចម្ងាយខ្ញុំកណានិយាយមិនត្រូវមិនខុសទេព្រោះញ័រទ្រូងញ័រប្រហោះញ័រដៃញ័រជើងមិនមែនញ័រខឹងទេដូចខ្ញុំកណានិយាយចឹងខ្ញុំក្នុងចិត្តក្នុងបេះដូងកណាអត់មានខឹងអ្នកណាទាំងអស់អត់មានទោសៈក្នុងខ្លួនទេតែញ័រនេះញ័រតក់ស្លុតព្រះអង្គខ្ញុំកណាតក់ស្លុតអូម៉ាដល់ឃើញមនុស្សណាម្នាក់ស្លាប់អញ្ចឹងណាយើងតក់ស្លុតយើងមានសេចក្តីសង្វេគអញ្ចឹងគ្រាន់តែឃើញរឿងនឹងកើតឡើងខ្ញុំកណាតក់ស្លុតយប់មិញសឹងអត់លក់ទេខ្ញុំកណាពិចារណាថាអូព្រះអង្គហើយព្រះអង្គហេតុអីបានទៅឲ្យយោបល់បងប្រុសសម្ដេចបវរធិបតីទៅបង្កើតរឿងនឹងដែលរឿងមិនគួរគិតសោះរឿងមានប្រយោជន៍សម្រាប់ជាតិយើងច្រើនណាស់ហេតុអីបានព្រះអង្គមិនឲ្យយោបល់ទៅសម្ដេចឲ្យលោកបង្កើតឡើងនៅរឿងល្អជាច្រើនឧទាហរណ៍ថាដាក់ស្កេតយល់ដាក់ប្រសង់ទៅអប់រំតាមមណ្ឌលកែប្រែតាមគុកកន្លែងមណ្ឌលកែប្រែមួយដាក់ស្កេតយល់តាមខេត្តតាមខណ្ឌមួយស្រុកមួយនឹងដាក់ស្កេតយល់ថ្ងៃអាទិត្យនេះសៅរ៍នេះទៅអប់រំពួកគាត់ផ្លូវចិត្តពួកគាត់ឲ្យគាត់រៀនធម៌ឲ្យគាត់រងាប់ផ្លូវចិត្តឧទាហរណ៍ថាស្នើទៅនាយករដ្ឋមន្ត្រីដើម្បីដាក់ស្កេតយល់ចាំចោះខ្ញុំកណាឧទាហរណ៍ថាគិតចាំចោះគិតរឿងណាដែលវាមានប្រយោជន៍សម្រាប់ជាតិណាព្រះអង្គកណានាំនេះគិតរឿងដែលមានប្រយោជន៍សម្រាប់ជាតិកុំដេកសម័យរហចង់ល្បីឈ្មោះខ្លួនឯងទៅបង្កើតរឿងដែលប៉ះពាល់ដល់មហាវីរៈបរិសុទ្ធជាតិយើងកុំព្រះអង្គកុំកណាខ្ញុំកណាចម្រើនពរពីចងាយប៉ុណ្ណឹងកណាសូមថ្វាយគុំលាគ្រប់ព្រះអង្គកណា